bà chăng oi tê và đa chui tụm lục bầm rỗng xóm oi nỉ dây bayประโยคនេះលោកតាឌូបានបង្រៀនថាទេវតាជួយមនុស្សដែលមានបុណ្យពាក្យថាទេវតាជួយអ្នកដែលមានបុណ្យនោះគឺអ្នកដែលធ្វើទានរក្សាសិលហើយសូត្រមន្តពេលសូត្រទៅទេវតានឹងមកជួយមុននឹងយើងនិយាយយើងត្រូវធ្វើចិត្តឲ្យនឹងរួចហើយដកដង្ហើមវែងមួយទី1ខ្ញុំព្រះអង្គតាំងចិត្តសាងអំពើល្អមិនបៀតបៀនអ្នកណាទាំងកាយវាចាចិត្តទី2សូមឲ្យបុណ្យដែលខ្ញុំព្រះអង្គបានសាងចូលមកធ្វើជាកម្លាំងឲ្យជីវិតខ្ញុំព្រះអង្គបានប្រសើរឡើងទី3សូមឲ្យទេវតាដែលនៅថែរក្សាជួយបើកផ្លូវឲ្យត្រូវឲ្យបាននៅលៀបដែលមិនមានទោសដល់អ្នកណាចាំទុកណាទេវតាមិនមែននាំយើងទៅកាន់ផ្លូវលៀបតែនាំយើងទៅកាន់ផ្លូវរួចខ្លួនយប់នេះសូមឲ្យហ្វេនញាតិធម៌សាទនិយាយបែបនេះបន្ទាប់ពីសូត្រមន្តថ្វាយបង្គំព្រះរួចហើយចាំសង្កេតមើលជីវិតរបស់យើងក្នុងពេល7ថ្ងៃតែត្រូវធ្វើចិត្តឲ្យស្អាតដែរណាមិនមែនសូត្រមន្តហើយចិត្តមួម៉ៅខឹងប្តីខឹងកូនទេណាហើយរអ៊ូរទាំបែបនេះគឺមិនបានផលទេត្រូវតាំងចិត្តឲ្យស្ងប់ចិត្តត្រូវមានសមាធិផងនឹកដល់បុណ្យឲ្យបានច្រើនកុំរវើរវាយគិតរឿងអតីត stress រឿងអនាគតនៅជាមួយបច្ចុប្បន្នឲ្យបានច្រើនរបស់ដែលល្អគឺនៅក្នុងចិត្តយើងនេះឯងមនុស្សជាច្រើនចូលចិត្តត្អូញថាខ្ញុំកម្មក្រាស់ធ្វើអ្វីក៏រាំងស្ទះកម្មកាយមិនបានទេប៉ុន្តែអាចជៀសវាងបានប្រៀបដូចជាយើងបើកឡាននៅលើផ្លូវបើយើងដឹងថាខាងមុខមានរណ្ដៅយើងគ្រាន់តែបើកជិះទៅឬក៏យើងនឹកដល់គុណព្រះរតនត្រ័យនៅក្នុងចិត្តឲ្យបានញឹកញាប់នឹកដល់ព្រះក៏មកនឹកដល់ទេវតាក៏មកបើចិត្តរបស់យើងតោងជាប់ជាមួយនឹងអំពើល្អរលកចរន្តអ្វីដែលមិនល្អគឺមិនអាចចូលមកក្បែរខ្លួនយើងបានបើមួយថ្ងៃយើងគិតតែពីខឹងគិតតែពីស្អប់ឬក៏ទៅអង្គុយចាប់កំហុសអ្នកដទៃចិត្តរបស់យើងវាក៏ទៅចាប់យកតែរលកថាមពលដែលវាមិនល្អចូលមកក្នុងជីវិតសម្រាប់អ្នកគ្រូគឺអ្នកគ្រូសូត្រគាថាមហាចក្រពតគាថាលុយលៀនសូត្រដើម្បីឲ្យចិត្តរបស់យើងផ្សារភ្ជាប់ជាមួយនឹងបារមីរួមជាមួយនឹងព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គសាធុ